ក្នុងនាមជាមេគ្រួសាររ៉ាប់រងការមើលថែទាំកូនតែម្នាក់ឯងមិនជារឿងងាយស្រួលទេតែខ្ញុំធ្វើវាបានខ្ញុំឈ្មោះប៉ែនឆូវីខ្ញុំជាម្ដាយដែលមានកូនប្រុសស្រីនៅក្នុងបន្ទុកនិងមានទីលំនៅនៅក្នុងខេត្តសៀមរាបខ្ញុំតែងគិតថាខ្ញុំជាមនុស្សមានសំណាងព្រោះតាំងពីតូចរហូតដល់មានស្វាមីមានកូនខ្ញុំមិនធ្លាប់ជួបរឿងលំបាកក្នុងជីវិតទេហើយមុខជំនួយនិងចំណូលនៅក្នុងគ្រួសារក៏ល្អប្រសើរប៉ុន្តែនៅក្នុងឆ្នាំ2019-2020ជីវិតរបស់ខ្ញុំធ្លាក់ដល់ចំណុច0មានរឿងជាច្រើនដែលបានកើតឡើងនៅក្នុងឆ្នាំនោះបើកាលនោះគ្រួសារខ្ញុំមិនបែកបាក់គ្នាប្រហែលជាខ្ញុំក៏មិនជួបបញ្ហាច្រើននិងត្រូវរ៉ាប់រងសមបំណុលច្រើនដែរមុខរបររកស៊ីទាំងប៉ុន្មានរបស់ខ្ញុំក៏ធ្លាក់ចុះខ្លាំងស្របពេលកូវីដកំពុងផ្ទុះខ្លាំងដូចគ្នាពេលនោះចំណូលក៏មិនមានបំណុលក៏កាន់តែកើនឡើងទីបំផុតខ្ញុំក៏ប្រកាសខ្សែធនដកខ្លួនចេញពីសង្គមហើយសំងំនៅផ្ទះមួយឆ្នាំដែលគ្មានប្រាក់ចំណូលប៉ុន្តែដើម្បីកូនធ្វើឲ្យខ្ញុំមានកម្លាំងចិត្តតស៊ូនិងដើរបន្តទៅមុខទៀតនៅក្នុងឆ្នាំ2023ខ្ញុំបានចាប់យកឱកាសចូលរួមក្នុងកម្មវិធីគីវ៉ាមីរបស់ដៃឈីឡៃតាមរយៈការណែនាំរបស់មិត្តភក្តិខ្ញុំដំបូងខ្ញុំគិតបន្តិចដែរព្រោះខ្ញុំអត់ទាន់យល់ពីការងារធានារ៉ាប់រងអាយុជីវិតនោះទេប៉ុន្តែអ្វីដែលតាក់ទាញចិត្តរបស់ខ្ញុំគឺខ្ញុំជឿជាក់លើក្រុមហ៊ុនជប៉ុនខ្ញុំក៏សម្រេចចិត្តចូលរួមក្នុងកម្មវិធីគីវ៉ាមីរបស់ដៃឈីឡៃក្រោយពេលដែលខ្ញុំបានចូលរួមក្នុងកម្មវិធីគីវ៉ាមីខ្ញុំទទួលបានការបណ្ដុះបណ្ដាលជំនាញនិងចំណេះដឹងសំខាន់ដើម្បីចាប់ផ្ដើមអាជីពថ្មីជាភ្នាក់ងារធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈអរគុណដល់កម្មវិធីគីវ៉ាមីដែលជួយជ្រោមជ្រែងនាងខ្ញុំឲ្យជំនះរាល់ឧបសគ្គរហូតបានក្លាយជាអ្នកដឹកនាំឆ្នើមមួយរូបដែលអាចដឹកនាំសមាជិកក្រុមឲ្យទទួលបានជោគជ័យឆូវីមិនត្រឹមតែជាមិត្តភក្តិដ៏ល្អទេហើយថែមទាំងជាអ្នកដឹកនាំដែលតែងតែជំរុញនិងបង្រៀនឲ្យខ្ញុំយល់កាន់តែច្បាស់ពីអាជីពមួយនេះខ្ញុំនិងគាត់ជាស្ត្រីដែលបានជួបប្រទះបញ្ហាគ្រួសារដូចគ្នាហើយក៏បានចាប់អាជីពមួយនេះដោយផ្ដើមពីចំណុច0មករហូតដល់បានជោគជ័យក្លាយជាសមាជិកឆ្នើមរបស់ MDOT មួយរូបសម្រាប់ឆ្នាំ2025អាជីពជាភ្នាក់ងារធានារ៉ាប់រងបានផ្លាស់ប្ដូរជីវិតខ្ញុំនិងផ្ដល់អនាគតដល់គ្រួសារខ្ញុំ